បាទថ្ងៃនេះខ្ញុំមកបង្ហាញការបញ្ចូលទិន្នន័យនៅក្នុងតារាងដោយមិនចាំបាច់បញ្ចូលទៅក្នុងតារាងផ្ទាល់ដោយយើងមាន form សម្រាប់បញ្ចូលទៅទិន្នន័យវានឹងរត់នៅក្នុងតារាងនេះក៏ប៉ុន្តែ form នេះគឺមានតាំងពីយូរណាស់មកហើយនៅក្នុងកម្មវិធី Excel ប៉ុន្តែដោយសារយើងអាចបានយកវាមកប្រើប្រាស់ហើយការយកវាមកប្រើប្រាស់បើសិនជាចង់ដឹងនឹងសូមដាក់ comment មកខ្ញុំនឹងបង្ហាញអំពីការយកមកប្រើប្រាស់អញ្ចឹងយើង select ក្បាលតារាងមកវាលុបទាំងខាងលើមកបើយើងយកអូខេដូច្នេះគឺមានចាប់ពីលេខរៀងមកនៅក្នុងក្បាលតារាងយើងចុចទាំងប្រមាណគឺយើងបញ្ចូលចាប់ពីលេខរៀងមកទី1ឈ្មោះអីបាទបំពេញឈ្មោះបុគ្គលិកឧទាហរណ៍ហើយបន្តមកទៀតបំពេញភេទនឹងបំពេញតួនាទីប្រាក់ខែតមក enter មកវាឈ្មោះគឺនឹងមាននៅក្នុងជួរទី1ហើយសម្រាប់ជួរទី2លេខរៀងទី2យើងបំពេញគ្នាលេខ2មកហើយឈ្មោះអីភេទផ្នែកហើយនឹងប្រាក់